đây một căn hang cà phê đây nhung red ơi đắp từ lời bãi giá cả chúng ta sẽ bong bóng màu tôi sẽ trong camera chỉ môi năng hang cà phê chỉ môi nhầm tiếng ở kia để bong bóng bạn khai nhảy từ lời các bạn video nhầm bạn để ao đọc từ lời bãi giá cả trả bên tay là nhầm xâm mèo bài hai nơiផលិតផលមួយចំនួនដែលមាននៅលើ plantation compound នេះផលិតផលមានជាច្រើនជាពិសេសគឺផលិតផលម្រេចដោយសារទីនេះគឺជាចំការម្រេចរបស់បងប្អូនហើយនេះគឺជាថងយួរដៃតូចហើយនឹងផលិតផលផ្សេងៗខ្ញុំក៏អត់សូវច្បាស់ដែរខ្ញុំអត់សូវបានមើលឈ្មោះអីទេខ្ញុំគ្រាន់តែលើកមើលតែនឹងខ្ញុំបង្ហាញបងប្អូនប៉ុណ្ណឹងអញ្ចឹងបងប្អូនចង់លំអិតបងប្អូនអាចទៅទស្សនាដោយខ្លួនឯងទីនេះគឺជាកន្លែងដែលខ្ញុំចង់ recommend ឲ្យបងប្អូនដែលចូលចិត្តញ៉ាំកាហ្វេជាពិសេសយើងចង់បានកាហ្វេដែលមានរសជាតិប្លែកបងប្អូនគឺប្លែកជាងគេមែនទែនដោយសារនៅទីនេះគឺមានកាហ្វេរសជាតិម្រេចខ្ញុំអ្នកដាហ្នឹងអត់ចេះញ៉ាំកាហ្វេទេតែសម្រាប់បងប្អូនដែលចូលចិត្តកាហ្វេខ្ញុំ recommend បងប្អូនមែនទែនមកសាកម្ដងមកបងប្អូនឲ្យដឹងថាវាប្លែកប៉ុណ្ណាខ្ញុំ rate ឲ្យ10/10នេះគឺទៅលើបរិយាកាសដោយសារខ្ញុំមានអារម្មណ៍ថាគឺជាហាងកាហ្វេទី1ដែលខ្ញុំអង្គុយហើយទៅមានអារម្មណ៍ថាស្រស់ស្រាយមែនទែនបងប្អូនសម្រាប់ការ decor វិញកន្លែងដែលដាក់តាំងផលិតផលលក់ហ្នឹងគឺជាបែបផែនផ្ទះចាស់បុរាណឥឡូវនេះខ្ញុំកំពុងតែធ្វើដំណើរទៅកាន់ហាងកាហ្វេហើយបងប្អូនគឺនៅជាប់គ្នាហ្នឹងតបជាប់គ្នាហ្នឹងប៉ុន្តែសម្រាប់ការ decor វិញគឺបែបរចនាបថបែបផ្សេងគឺបែបនេះបងប្អូនហ្នឹងហើយបងប្អូនចឹងឥឡូវខ្ញុំគឺបានឡើងមកដល់ហើយឥឡូវនេះខ្ញុំកំពុងតែដើរទៅកាន់កន្លែង order បងប្អូនអាចមើលទៅកាន់ការ decor ហើយនឹងទស្សនភាពដោយខ្លួនឯងបងប្អូនបើខ្ញុំរៀបរាប់ទេចាហើយឥឡូវនេះខ្ញុំមកកំងធ្វើដូចតំណងដែរអញ្ចឹងតែមិនកំងកាហ្វេទេដូចប្រាប់អញ្ចឹងគឺអត់ចេះញ៉ាំកាហ្វេទេចាមកហាងកាហ្វេមក recommend ឲ្យគេប៉ុន្តែខ្លួនឯងញ៉ាំតែខូចចំបាច់ទេណានេះណាអញ្ចឹងខ្ញុំមិនបានផ្ដោតទៅលើរសជាតិទេណាបងប្អូនដោយសារយើងមានការចូលចិត្តរសជាតិបែបខុសៗគ្នាអញ្ចឹងគឺខ្ញុំផ្ដោតសំខាន់នៅពេលនេះខ្ញុំផ្ដោតសំខាន់ទៅលើតែបរិយាកាសប៉ុណ្ណោះបងប្អូនដោយសារខ្ញុំមកហើយខ្ញុំមានអារម្មណ៍ថាស្រស់ស្រាយហើយចូលចិត្តខ្លាំងមែនតើអញ្ចឹងខ្ញុំក៏ណែនាំបងប្អូនទៅណាមួយវាគឺជាខេត្តរបស់ខ្ញុំធ្វើ content តាក់ទងជាមួយនឹងកន្លែងទេសចរតំបន់ទេសចរហាងកាហ្វេកន្លែងផ្សេងៗទៀតដែលតាក់ទងមួយខេត្តរបស់ខ្ញុំគឺខេត្តកំពតនឹងឯងហើយអ្វីដែលសំខាន់តើកន្លែងណាខ្ញុំទៅហើយខ្ញុំពេញចិត្តដែរបាទខ្ញុំផុសជូនបងប្អូនទាំងអស់គ្នាសម្រាប់កន្លែងមួយនេះគឺខ្ញុំស្រឡាញ់ខ្លាំងមែនតើទៅលើកន្លែងថតរូបបងប្អូនទេសភាពសម្រាប់ថតរូបវិញប្លង់ថតរូបនៅកន្លែងនេះមានកញ្ចក់ហើយកន្លែងនេះខ្ញុំក៏ថតរូបបានច្រើនដែរបងប្អូនចាំខ្ញុំដាក់នៅខាងក្រោយវីដេអូឃើញហើយមែនទេបងប្អូនទាំងអស់គ្នាថាទេសភាពវាស្អាតប៉ុណ្ណាចឹងបងប្អូនទាំងអស់គ្នាពេលបានមកលេងខេត្តកំពត complete ចូលមក La Plantation ទាំងអស់គ្នាជួបគ្នាជាមួយនឹងវីដេអូក្រោយនៅតំបន់ទេសចរក៏ដូចជាហាងកាហ្វេដទៃជាច្រើនទៀតនៅខេត្តកែបនិងខេត្តកំពតណាបងប្អូនអរគុណ